ខ្ញុំពីមុនគឺពិតជាបន្ទោសខ្លួនឯងមែនតើថាអីក៏កើតមកជាមួយនឹងរូបរាងដែលមិនស្អាតដូចគេសមមិនថាជាពណ៌សម្បុរមិនថាជាសក់មិនថាជារូបរាងគឺអត់ស្អាតហ្មងបើកលេចទៅមើលតាគៀកនិងគូតគឺដល់កហ្មងបងប្អូនហើយបើសិនជាខ្ញុំនៅតែបន្ទោសខ្លួនឯងហើយខ្ញុំអត់ផ្លាស់ប្ដូរសកម្មភាពរបស់ខ្លួនឯងទេគឺខ្ញុំអត់មានរូបរាងថ្ងៃហ្នឹងទេបងប្អូនគេថារូបរាងរបស់យើងស្អាតគឺបានមកពីការសម្រេចចិត្តរបស់យើង30%ហើយនឹងការដែលយើងអនុវត្តធ្វើគឺ70%អញ្ចឹងការសម្រេចចិត្តគឺថាតើយើងគួរតែនៅបន្តការញ៉ាំបែបនឹងដដែលឬក៏យើងចាប់ផ្ដើមផ្លាស់ប្ដូររបបអាហារទៅជាញ៉ាំអាហារដែលកាត់បន្ថយជាតិអាហារដែលមានជាតិដិតជាតិផ្អែមមកបន្ថែមជាមួយនឹងប្រូតេអ៊ីនដែលបានគ្រប់គ្រាន់ទៅតាមតម្រូវការនៃរាងកាយរបស់យើងក៏ដូចជាសមស្របទៅនឹងការធ្វើលំហាត់ប្រាណរបស់យើងផងដែរមួយទៀតទាក់ទងនឹងការធ្វើលំហាត់ប្រាណតើយើងនៅតែខ្ជិលដដែលអញ្ចឹងឬក៏យើងមកផ្លាស់ប្ដូរនៃការហាត់ប្រាណបើសិនជាបងប្អូនបានសម្រេចចិត្តហើយថាបងប្អូនទៅហាត់ប្រាណបងប្អូនផ្លាស់ប្ដូរទម្លាប់នៃការហាត់ប្រាណហើយបងប្អូនអនុវត្តវាបងប្អូននឹងឃើញលទ្ធផលនៅថ្ងៃណាមួយជាមិនខាន21ថ្ងៃគឺយើងបង្កើតទម្លាប់ថ្មីហើយ90ថ្ងៃនឹងក្លាយទៅជាសន្តានរបស់យើងដែលមិនអាចខ្វះនៃការហាត់ប្រាណបានទេបងប្អូនតែចាំថាទោះជាយើងមានរូបរាងតាគៀកគូតបែបណាក៏ដោយមិនថាជារាងអក្សរ A រាងអក្សរ O ផ្លែប៉ះឬក៏អក្សរ V ក៏ដោយគឺយើងអាចផ្លាស់ប្ដូរនៅឆ្អឹងអានគេបានប៉ុន្តែអ្វីដែលយើងអាចផ្លាស់ប្ដូរគឺផ្លាស់ប្ដូរខ្លាញ់ហើយនឹងសាច់ដុំអញ្ចឹងដើម្បីផ្លាស់ប្ដូរខ្លាញ់នឹងសាច់ដុំរបស់យើងបានគឺត្រូវការទាក់ទងរបបអាហារទាក់ទងនឹងការធ្វើលំហាត់ប្រាណក៏ដូចជាការគេងឲ្យបានគ្រប់គ្រាន់ផងដែរចាប់ផ្ដើមការសម្រេចចិត្តពីឥឡូវនេះសម្រាប់ចិត្តអនុវត្តពីលើនេះដើម្បីផ្លាស់ប្ដូររូបរាងក្នុងក្តីស្រមៃរបស់យើងអរគុណច្រើនបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនមានចម្លើយបន្ថែមអាចខមមិនក្រោមវីដេអូនេះអរគុណ